តាលោកអ្នកទទួលបានការបញ្ជូនត្រឡប់លើការស្នើសុំបើកគណៈនៃ Camp DigiKey របស់លោកអ្នកមែនទេកុំបារម្ភថ្ងៃនេះខ្ញុំនឹងប្រាប់លោកអ្នកថានឹងត្រូវធ្វើបែបណាបន្ទាប់ពីទទួលបានការបញ្ជូនត្រឡប់លោកអ្នកអាចពិនិត្យស្ថានភាពសំណើបង្កើតគណនី Camp DigiKey តាមរយៈការចុចប៊ូតុងពិនិត្យសំណើនោះលោកអ្នកនឹងឃើញពីស្ថានភាពសំណើបង្កើតគណនី Camp DigiKey របស់លោកអ្នកសូមអានមតិណែនាំរបស់មន្ត្រីត្រួតពិនិត្យសូមចុចប៊ូតុងកែប្រែឥឡូវនេះដើម្បីទៅកាន់ជំហានបន្ទាប់រួចចុចប៊ូតុងយល់ព្រមដើម្បីចូលទៅធ្វើតាមការណែនាំសូមទៀងទាត់ព័ត៌មានរបស់លោកអ្នកម្ដងទៀតដើម្បីបញ្ជាក់ថាព័ត៌មានរបស់លោកអ្នកត្រឹមត្រូវដូចទៅនឹងអត្តសញ្ញាណប័ណ្ណរបស់លោកអ្នកក្នុងករណីខុសសូមកែសម្រួលឲ្យបានត្រឹមត្រូវបន្ទាប់មកចុចលើប្រអប់ធានាអះអាងរួចចុចប៊ូតុងបន្ទាប់ជាការស្រេចលោកអ្នកនឹងទទួលបានការបញ្ជូនត្រឡប់ក្នុងករណីមន្ត្រីត្រួតពិនិត្យបានពិនិត្យឃើញថាការស្នើសុំបង្កើតគណនី Camp DigiKey ថ្មីរបស់លោកអ្នកមានកំហុសទៅលើការបំពេញលេខទូរស័ព្ទមិនត្រឹមត្រូវដោយការបញ្ចូលលេខទូរស័ព្ទជាន់គ្នាទៅនឹងលេខទូរស័ព្ទដែលបានបង្កើតគណនី Camp DigiKey រួចទៅហើយសូមបញ្ចូលលេខទូរស័ព្ទថ្មីរបស់លោកអ្នករួចចុចប៊ូតុងផ្ញើ OTP សូមបញ្ចូលលេខកូដ OTP ទាំង6ខ្ទង់ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោកអ្នករួចចុចប៊ូតុងបន្ទាប់ស្រដៀងគ្នាដែរលោកអ្នកនឹងទទួលបានការបញ្ជូនត្រឡប់បន្ទាប់ពីបានដាក់ស្នើក្នុងករណីអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនរបស់លោកអ្នកមិនត្រឹមត្រូវឬផុតសុពលភាពសូមបញ្ជាក់ថាលោកអ្នកត្រូវថតអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនពីច្បាប់ដើមដោយផ្ទាល់ដោយមិនឲ្យមានចំណាំងផ្លាកពន្លឺនិងហាមថតពីអេក្រង់ទូរស័ព្ទដៃឬកុំព្យូទ័រសូមស្កេនអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនឡើងវិញម្ដងទៀតសូមទៀងទាត់ព័ត៌មានរបស់លោកអ្នកហើយចុចលើប្រអប់ធានាអះអាងព័ត៌មានដែលបានផ្ដល់ជូនគឺជាព័ត៌មានពិតប្រាកដនិងត្រឹមត្រូវរួចចុចបន្ទាប់សូមស្កេនមុខរស់រវើករបស់លោកអ្នកដោយចុចប៊ូតុងចាប់ផ្ដើមទៀងទាត់រួចបែរមុខទៅខាងឆ្វេងនិងខាងស្ដាំតាមការណែនាំសូមបញ្ជាក់ថាលោកអ្នកត្រូវរកកន្លែងដែលមានពន្លឺគ្រប់គ្រាន់សូមដោះមួកវ៉ែនតានិងម៉ាស់ចេញសូមស្លៀកពាក់ឲ្យបានសមរម្យសូមស្កេនតែមុខម្ចាស់អត្តសញ្ញាណប័ណ្ណផ្ទាល់ដែលមិនឲ្យជាប់អ្នកដទៃបន្ទាប់មកសូមរងចាំការត្រួតពិនិត្យពីមន្ត្រីដែលមានដែនសមត្ថកិច្ចរយៈពេលម៉ោងធ្វើការសម្រាប់ព័ត៌មានបន្ថែម